របៀបធ្វើជ្រក់ត្រប់វែងជាមួយនឹងពេញប៉ោះបាទបងភាគច្រើនតែឃើញជ្រក់ត្រពាំងជ្រក់មៀនជ្រក់ត្រសក់អីចឹងណាថ្ងៃហ្នឹងខ្ញុំចេញវីដេអូម្ហូបលក្ខណៈស្រកស្រែបាទករណីយើងទៅស្រែទៅអីចឹងចង់ញ៉ាំជ្រក់ញ៉ាំអីយើងអត់មានឲ្យតែមានបន្លែប្លុកគឺសុទ្ធតែអាចច្នៃធ្វើជាប្រភេទជ្រក់ញ៉ាំជាមួយត្រីអាំងបានណាបាទដំបូងគឺយើងត្រូវអាំងសិនអាំងត្រប់វែងហើយនឹងពេញប៉ោះទុំអាំងឲ្យឆ្អិនតាក់ទងការអាំងគឺយើងអាំងត្រឡប់ចុះត្រឡប់ឡើងអញ្ចឹងណាហើយយើងអាំងបន្លែបដើយើងឆ្លៀតអាំងត្រីបដើទៅហើយចំពោះគ្រឿងជ្រក់អត់មានអីច្រើនទេមានត្រឹមតែម្ជូរក៏បានប្រហុកបន្តិចក៏បានដែរយើងអាចធ្វើជ្រក់បានអញ្ចឹងណាអញ្ចឹងមកបងដែលមានបន្លែប្លុកអីគឺចង់ញ៉ាំជាប្រភេទជ្រក់អីអាចច្នៃធ្វើបែបនេះបានគឺឆ្ងាញ់ម្យ៉ាងដែរតាហើយវីដេអូនេះគឺយើងអាំងពេញប៉ោះហើយខ្ញុំទៅមិនថតអញ្ចឹងណាហើយយើងអាំងត្រីបដើអាំងបន្លែបដើឥឡូវតាក់ទងនឹងការអាំងយើងអស់ហើយនៅតែត្រប់វាយើងចំណាយពេលយូរតិចក្នុងការអាំងព្រោះត្រប់យើងចំណាយពេលអាំងយូរតិចឥឡូវយើងឆ្អិនអស់ហើយយើងចាប់ផ្ដើមនេះបងឃើញតំណងនេះឥឡូវយើងទៅមើលរបៀបធ្វើជ្រក់ទាំងអស់គ្នាបាទដំបូងឡើយគឺយើងត្រូវមានខ្ទឹមសម្ទេសខ្ទឹមក្រហមគឺកាន់តែល្អយើងកាត់ចាំវាឲ្យម៉ត់ទៅហើយលើកខ្ទឹមយើងហាន់វាជាចំណិតទីបានលើកខ្ទឹមណាហាន់លើកខ្ទឹមម្ទេសហិលហើយនឹងខ្ទឹមសទៅបានហើយបាទអញ្ចឹងចំពោះបើសិនជាមានបន្លែច្រើនយើងមានជីវងទៅដាក់ជាតិគឺកាន់តែឆ្ងាញ់វាជួយបង្កើនរសជាតិនិងក្លិនបើនិយាយទៅជាក់ស្ដែងយើងមានតែប៉ុណ្្នឹងខ្ញុំក៏ដាក់ធ្វើវីដេអូតែប៉ុណ្្នឹងទៅពេលយើងហាន់អស់ហើយយើងដាក់ចូលចានទៅបាទចំពោះគ្រឿងផ្សំក៏ប៉ិតណែយើងត្រូវមានប្រហុកបន្តិចតែខ្ញុំអត់បានដាក់ប្រហុកបើចង់ឲ្យឆ្ងាញ់ឈ្ងុយគឺយើងខ្ចប់លើចេកអាំងដុតក៏បានដែរដើម្បីយកក្លិនឈ្ងុយឥឡូវយើងនេះចាប់ដើមបកពេញប៉ោះគឺយើងកុំភ្លេចបកសម្បកហើយយើងក្របយើងយកប្រើធម្មតាយើងបកតែសម្បកចេញទៅយើងកាត់វាចិញ្ច្រាំក៏បានហាន់ជាចំណិតទូចក៏បានដែរបាទអត់អីទេបាទអញ្ចឹងណាចំពោះពេញប៉ោះបើបានពេញប៉ោះទុំគឺកាន់តែល្អពេញប៉ោះទុំក្រហមអាំងទៅគឺដឹងតែឆ្ងាញ់តែម្ដងអានេះពេញប៉ោះយើងរៀងស្ទើរបន្តិចយើងស្ទើរទុំបន្តិចតែពេលអាំងទៅវាអត់ទន់ល្អវាលក្ខណៈរឹងអញ្ចឹងណាហើយចាប់ពីយើងបកហើយយើងចាប់ដើមចិញ្ច្រាំឬក៏ហាន់វាទីដើម្បីឲ្យវាចេញជាតិជូរបើបងដែលចូលចិត្តជូរគឺយើងបន្ថែមអំពិលទុំបន្តិចទៅប្រហុកបន្តិចទៅគឺត្រូវគ្នាខ្ញុំអត់បានបន្ថែមអីទេយើងដាក់តែអំបិលប៊ីចេងស្ករទឹកត្រីហើយនឹងយកជាតិជូរពីពេញប៉ោះបាទអញ្ចឹងឥឡូវយើងចិត្តហើយយើងចាប់ដើមហាន់ពេញប៉ោះបដើបាទហ្នឹងសូមបញ្ជាក់បងណាទាក់ទងនឹងពេញប៉ោះបើយើងមានពេញប៉ោះទុំគឺល្អមែនទែនអាំងវាឲ្យទន់ឲ្យឆ្អិនច្បាច់វាឲ្យបែកមកដាក់ខ្ទឹមសខ្ទឹមម្ទេសអីមកគឺឆ្ងាញ់ហើយឥឡូវយើងពេញប៉ោះយើងចាប់ដើមច្រាំបកហើយឥឡូវយើងចាប់ដើមដួសដាក់ចានហើយបងវារឿងយូរទីអីខ្ញុំអត់បានកាត់អីទេខ្ញុំដាក់ទាំងពីរទាំងម្ដងអញ្ចឹងណាឥឡូវយើងចូលដល់បកត្រប់ទាក់ទងនឹងត្រប់បើបងអត់ចូលចិត្តអត់ចំណូលទាក់ទងនឹងត្រប់វែងទេអាចប្រភេទជាត្រប់ស្រួយត្រប់ត្រឡោកអីចឹងណាប្រភេទត្រប់យើងអាំងទាក់ទងនឹងម្លែនេះគឺយើងអាំងពេលហ្នឹងគឺអាំងដើម្បីវាឆ្ងាញ់ពេលត្រប់នេះរឿងបកតែពិតបើត្រប់បើចង់បកឲ្យស្រួលគឺបកពីគូតបាទនេះខ្ញុំបកពីក្បាលតែមើលចូលត្រប់ទី2ខ្ញុំបកពីគូតមកគឺធូរវាស្រួលបកមកគឺវាល្បិលវាដាច់ស្រួលចឹងណាវាអត់ចាប់អីផ្សេងសាមចឹងទេបាទនេះបកចឹងមកគឺលឿនត្រប់បើយើងបកហើយគឺយើងកាត់វាទីទូចឬក៏ចិញ្ចាំឲ្យម៉ត់បើយើងហាន់វាឲ្យម៉ត់នេះល្អកុំដប់ដោយសារខ្ញុំអាំងរឿងស្ទើរតិចបើបានអាំងឆ្អិនល្អគឺអេមែនទែនបាទឆ្ងាញ់អញ្ចឹងបងដែលចូលចិត្តញ៉ាំប្រភេទអាំងប្រភេទជ្រក់អញ្ចឹងអាចធ្វើហ្វាក់ញ៉ាំនៅផ្ទះបានทีนี้រសជាតិឆ្ងាញ់ដាក់តាមចំណូលចិត្តតែកុំភ្លេចប្រហុកហើយនឹងម្ជូរផងខ្ញុំអត់មានខ្ញុំដាក់តែប៉ុណ្្នឹងអញ្ចឹងយើងបោះហើយយើងច្រាំវាឲ្យចូលគ្នាជាមួយនឹងពេញប៉ោះហើយច្បល់ទៅគឺជាការហ្វាច់ហើយឥឡូវយើងហើយចូលដល់វគ្គយើងផ្សំគឺទាំងអស់គ្នាយើងមានទឹកត្រីម្ទេសហើយអ្វីដែលសំខាន់ដូចខ្ញុំបញ្ជាក់ពីខាងដើមអញ្ចឹងគឺកុំភ្លេចប្រហុកអាំងយើងអត់មានទឹកត្រីប៊ីចេងអំបិលបន្តិចទៅហើយនឹងស្ករពីព្រោះត្រប់ហើយនឹងពេញប៉ោះគឺស៊ីប្រៃបន្តិចជាងដាក់អំបិលស្ករនេះទៅគឺបានហើយស្ករកុំផ្អែមពេកយកឡំណា
ឥឡូវយើងហើយអស់ហើយយើងច្បល់ចូលគ្នាឲ្យសព្វយើងញ៉ាំបានហើយអញ្ចឹងមកបងកុំភ្លេចធ្វើសាកណាឆ្ងាញ់រសជាតិនេះតាក់ទងនឹងផ្លែនេះឆ្ងាញ់ដល់ឲ្យសាកធ្វើសាកញ៉ាំបានចំពោះគ្រឿងផ្សំដូចក្នុងវីដេអូនេះអញ្ចឹងអរគុណច្រើនបាទអរគុណច្រើន